បាទពុកម៉ែបងប្អូនបាទជួបជាមួយខ្ញុំបាទសាវរីលក់រថយន្តសារជាថ្មីម្ដងទៀតហើយគោរពជំរាបសួរទៅកាន់ពុកម៉ែបងប្អូនទូទាំង25ខេត្តក្រុងបាទថ្ងៃនេះផងដែរខ្ញុំបាទមានរថយន្តថ្មីមួយគ្រឿងបាទ Toyota Highlander ឆ្នាំផលិត2011បាទជាប្រភេទ4ម៉ាស៊ីនប៉ុង1តោះពុកម៉ែបងប្អូនបាទមកតាមដានជាមួយខ្ញុំបាទទាំងអស់គ្នាបាទទាំងការលេងការរៀបចំចំពោះរថយន្តមួយគ្រឿងនេះពុកម៉ែបងប្អូនណាបាទឥឡូវយើងងាកមកមើលផ្នែកសបកកង់មុនបាទពាក់ព័ន្ធនឹងសបកកង់និងយ៉ាន់បាទគឺយើងបានធ្វើការដោះដូរថ្មីបាទមួយឈុតជូនពុកម៉ែបងប្អូនបាទសពគ្រប់មកស្អាតតែម្ដងបាទអត់ឲ្យពុកម៉ែបងប្អូនបាទព្រួយបារម្ភខ្វល់ចិត្តទេពុកម៉ែបងប្អូនណាបាទហើយបើនិយាយពីអេតាឡានបាទធានាជូនពុកម៉ែបងប្អូនណាបាទអត់មានឡានបុកឡានប៉ះឡានកលាប់ឡានស្ងោដូរពណ៌បាទឬក៏ឡានបន្លំឯកសារទេពុកម៉ែបងប្អូនណាបាទសម្រាប់រថយន្តនេះជាប្រភេទរថយន្តស្លាកលេខផងដែរបាទភ្នំពេញ 2AD 1286បាទពុកម៉ែបងប្អូនបាទសម្រាប់ Highlander បាទឆ្នាំខ្ពស់បាទគឺមានរូបរាងធំក្រអាញតែម្ដងពុកម៉ែបងប្អូនណាបាទក្រអាញធំហើយបើនិយាយពីផ្នែកខាងក្នុងធំទូលាយណាពុកម៉ែបងប្អូនណាបាទតោះបងប្អូនមកមើលផ្នែកខាងក្នុងជាមួយខ្ញុំបាទទាំងអស់គ្នាបាទសម្រាប់ផ្នែកខាងក្នុងស្បែកពុកគឺពណ៌លឿងពុកម៉ែបងប្អូនណាបាទទាំងជាងទ្វារទាំងដបូលខាងលើបាទគឺលឿងទាំងអស់តែម្ដងបាទហើយ function ផ្សេងបញ្ជាផ្សេងបាទគឺដំណើរការសពគ្រប់ទាំងអស់បាទពុកម៉ែបងប្អូនណាបាទគឺយើងក្រុមការងារយើងបានធ្វើការឆែករៀបចំរួចស្រេចបាច់អស់ហើយបាទអត់ឲ្យពុកម៉ែបងប្អូនយកទៅប្រើដោយមានកង្វល់ចិត្តទេបាទរាល់ពេលដែលពុកម៉ែបងប្អូនមកដល់ទីតាំងបាទមើលឡានត្រូវហើយចន្លោះខ្វះខាតកន្លែងណាបាទគឺក្រុមការងារធ្វើការរៀបចំឆែកជូនឲ្យពុកម៉ែបងប្អូនរួចមកស្រេចបាទអត់ឲ្យពុកម៉ែបងប្អូនយកទៅប្រើដោយមានបញ្ហាទេពុកម៉ែបងប្អូនណាបាទក៏លុបកលៀតនៃផ្នែកឡានធ្នឹមបញ្ឈរបាទខ្សៅខ្យងគឺនៅស្អាតនៅភ្លឹងទាំងអស់បាទហើយរថយន្តនេះគឺយើងបានធ្វើការលេងតុបតែងរៀបចំអស់ហើយបាទរួចស្រេចបាច់តែម្ដងពុកម៉ែបងប្អូនណាបាទបងប្អូនដឹងតែយកទៅចាក់សាំងជីតែម្ដងណាពុកម៉ែបងប្អូនណាបាទហើយសម្រាប់រថយន្តនេះគឺខាងក្នុងធំទូលាយមែនតែនបាទតាក់ទងនឹងជាងទ្វារស្បែកបាទគឺនៅស្អាតភ្លឹងណាពុកម៉ែបងប្អូនណាបាទគឺនៅស្អាតភ្លឹងបាទហើយបើនិយាយពីផ្នែកខាងក្រោយផងដែរពុកម៉ែបងប្អូនបាទធំទូលាយណាពុកម៉ែបងប្អូនណាបាទងាយស្រួលរាល់ពេលពុកម៉ែបងប្អូនធ្វើដំណើរទៅដំណើរកំសាន្តទីចិត្តទីឆ្ងាយបាទមានអីវ៉ាន់ច្រើនទេហ្នឹងគឺបាទស្រួលមែនតែនការទុកដាក់អីវ៉ាន់បាទហើយបើនិយាយពីភ្លីធ្នឹមបាទគឺនៅស្អាតហើយពាក់ព័ន្ធនឹងកៅអី3ជួរផងដែរបាទបងប្អូនដែលមានសមាជិកច្រើនហ្នឹងបាទគឺត្រូវហើយបាទបងប្អូនដែលអត់ចាំបាច់ទេបងប្អូនអាចបត់ចូលក្នុងបានណាពុកម៉ែបងប្អូនបាទមើលខ្ចៅខ្យងមកបាទគឺនៅថ្មីនៅខ្ចីណាពុកម៉ែបងប្អូនណាបាទអត់មានតន់មានស្នាមសោស្នាមអីដោះទេពុកម៉ែបងប្អូនណាបាទឬក៏ពុកម៉ែបងប្អូនណាយេឡាននឹងបាញ់ថ្នាំឯងបានថ្មីម្លេះបាទពុកម៉ែបងប្អូនបាទតានីជូនឲ្យពុកម៉ែបងប្អូនណាបាទផ្នែកខាងក្នុងបាទបើកមកគឺខ្ចីលវក់តែម្ដងពុកម៉ែបងប្អូនណាបាទប្រអប់លេខបាទក៏ដូចជាដៃលេខបាទសាំង function ផ្សេងបាទសំទោសបាទ function ផ្សេងគឺបាទនៅដំណើរការសពគ្រប់ទាំងអស់ពុកម៉ែបងប្អូនណាបាទហើយក៏ក្រុមការងារបាទជាងបានធ្វើការឆែកជូនឲ្យពុកម៉ែបងប្អូនទាំងជើងក្រោមទាំងម៉ាស៊ីនត្រជាក់បាទបានធ្វើការឆែកអស់រួចស្រេចបាច់បាទគឺប្រេងម៉ាស៊ីនផងដែរប្រេងប្រាងប្រេងអីនេះគឺយើងបានធ្វើការដោះដូរដាក់ថ្មីឲ្យបងប្អូនមកស្អាតតែម្ដងបងប្អូនណាបាទហើយផ្នែកខាងក្រោយបងប្អូនបាទមានបាទការបាទដំឡើងម៉ាស៊ីនត្រជាក់បាទអញ្ចឹងបងប្អូនណាអង្គុយខាងក្រោយងាយស្រួលការដំឡើងនៃខ្លួនឯងណាពុកម៉ែបងប្អូនណាបាទចង់ក្តៅចង់ត្រជាក់បាទប៉ុណ្ណាបាទតាមសบายចិត្តរបស់ពុកម៉ែបងប្អូនតែម្ដងណាពុកម៉ែបងប្អូនណាបាទហើយបើនិយាយពីគ្រឿងឡានខាងក្នុងវិញបាទស្បែកពុកឥនធារាវិញបាទគឺនៅស្អាតភ្លឹងណាពុកម៉ែបងប្អូនណាបាទធានាជូនបាទខ្ញុំបាទសាវរីដោយបញ្ជាក់បងប្អូនអញ្ចឹងបាទលក់តែរថយន្តស្អាតទេពុកម៉ែបងប្អូនណាបាទឥឡូវយើងមកមើលផ្នែកខាងមុខវិញម្ដងពាក់ព័ន្ធនឹងប្លុកម៉ាស៊ីនបងប្អូនណាបាទពាក់ព័ន្ធនឹងផ្នែកប្លុកម៉ាស៊ីនបាទហើយសម្រាប់រថយន្តនេះបានធ្វើការដំឡើងពិលគុជបាទរួចជាការស្រេចមានពិលគុជមានពិលកាងបាទរួចអស់ហើយបាទតោះពុកម៉ែបងប្អូនបាទមកមើលផ្នែកខាងមុខនៃប្លុកម៉ាស៊ីនជាមួយខ្ញុំបាទទាំងអស់គ្នាបាទចង់ដឹងថាឡានហ្នឹងវាបុកវាប៉ះវាក្រិចវារមូលកន្លែងណាអត់តោះពុកម៉ែបងប្អូនបាទខ្ញុំបាទអត់សូវបានលម្អិតច្រើនទេពុកម៉ែបងប្អូនណាបាទគ្រាន់តែលម្អិតតិចឲ្យពុកម៉ែបងប្អូនថាបាទអត់មានឡានបុកឡានប៉ះឡានកលាប់ទេបាទដោយបញ្ជាក់ជូនថាឡានដែលបងប្អូនទិញពីបងប្អូនទៅបាទធានាជូនបាទ
แปะปนกะบกปลายนั่นคือตัวนี้อ้อยบางคนมาซับกรบตายมาดองนะปกไม้ปนนะบ่าอัดอ้อยปกไม้ปนบารอมควอจัดหรือเมียนปัญหาในกะในนามวยเตปกไม้ปนนะบ่าตัวนี้จูนปกไม้ปนได้มาดองปกไม้ปนนะบ่าสำหรับปกไม้ปนได้สลายเป็นจัดจมโปไฮแลนเดอร์นี่บ่าอาจเป็นการแตะตัวมาขยำบาปตัวบ่าตามเตเลกรามหรือเลขตุซักขยำบาปตัวของได้นะปกไม้ปนบ่าคนชนะจุ่มเรียบเรียต่อการปกไม้ปนบ่าตูแตงมาไปประดามไข่ครองจูนโปปกไม้ปนอาจจวบตายสกสวัสดิภาพบ่าแตงบ่าออกเนี่ยบ่า